mới cái chữ ampli DIYបងអានេះមានកន្លង240 W ខាងមុខនេះគឺជា spray ដែលខ្ញុំតម្លើងជាប់ជាមួយនឹងសយោ PVC រឿងញ៉ៃតិចតែកម្លាំងគឺវាខ្លាំងampli D 100 OK ក៏មាន D 300ក៏មានហើយនេះ D 300 W តែអត់ចង់ប្រើទេគឺចង់ប្រើ ampli DIY អានេះ ampli តម្លើងខ្លួនឯងអញ្ចឹងវាខ្លាំងជាង D 300 ទៀតបើនិយាយពីកម្លាំងរបស់វាបើកប់អានេះខ្ញុំសាកអូសជាមួយនឹងអូប៉ាឡ័រមកទឹកកន្លះ4គ្រាប់មកទឹកកន្លះ4គ្រាប់ស៊ីផុយបើកប់បានកម្លាំងគឺងុំមែនតើអានេះដុំ Bluetooth យើងឆ្នៃយ៉ាងទៅអានេះប៊ូតុងចុចឆ្កប់អានេះកន្លែងច្រៀងហើយប្រេច្រៀងរបស់វាប្រើប្រេ5 volume អញ្ចឹងវាមាន reverb មាន delay មាន echo អញ្ចឹងវាសលេងវាព្រោះហើយនឹងអានេះប្រេសលេងមាន treble មាន bass បើសិនជាយើងយកពួកនេះមកច្រៀងវាច្រៀងបានដូចគ្នាគ្រាន់តែថាពួកនេះវាមានតែ echo ទេអញ្ចឹងការច្រៀងរបស់យើងវាកន្លែងសេរីវាស្ទើរតែច្រៀងព្រោះដូចគ្នាគ្រាន់ថាវារៀងស្ទើរតិចកន្លែងសេរីវាមាន treble មាន bass មាន volume ហើយវាមានសេរីតែ echo ហើយនឹងអានេះ volume របស់ mic ទេហើយនេះកម្លាំងវាក៏មិនខ្លាំងប៉ុន្មានដែរតែបើកម្លាំងខ្លាំងនេះអានេះ D 300 W នេះកម្លាំងកប់ឯងហើយ D 300 នេះអានេះសលេងធ្ងន់សលេងបាសរបស់វាធ្ងន់ជាង D 300 W តែពេលយើងច្រៀងក្រៅខេសលេងវាអត់សូវលះដូច D 300 W ទេសលេងវារៀងស្ទើរ high ហើយអានេះ LG មកទឹក3អានេះកម្លាំង50 W 50 W ហ្នឹងយើងដាក់2គ្រាប់យើងលេង2គ្រាប់នេះជាមួយនឹង ampli D 100 OK នេះប៉ុណ្ណឹងលេងបានហើយសលេងក៏ងុំដែរឲ្យតែធ្វើធុងត្រូវគឺសលេងកប់ហើយថែមជាមួយនឹង Egoist នេះមួយគ្រាប់ទៀតអែមមក Egoist នេះធូរថ្លៃទេតែសលេងវិញសលេងស្អាតពួកនេះសលេងល្អហើយទំហំវាមកទឹក4អ៊ីងសលេងមកល្មមវាមិនខ្លាំងពេកគ្រាន់ថាសលេងវាជំនួយឲ្យលឺសលេងជះឆ្ងាយលឺបានល្អមានតែប៉ុណ្ណឹងបងគ្រាន់ចង់បង្ហាញពី ampli DIY ចឹង ampli នេះគឺខ្លាំងរបស់គេខ្ញុំធ្វើឡើងដោយខ្លួនឯងជាមួយនឹងសយោអានេះសយោ PVC របស់យើងយកមកកាត់ពលាតវាទៅ